ថ្ងៃនេះគឺខ្ញុំធ្វើស្នូលនំគមណាប៉ុន្តែបងឃើញនំគមស្នូលអញ្ចឹងគឺពិសេសមែនតើរសជាតិឆ្ងាញ់ខ្លាំងមែនតើហើយស្នាដៃវិចជាមួយនៅអាមេរិកវិចបែបណាចង់មើលទាំងអស់គ្នាហើយសម្រាប់នំគមខ្មែរគឺត្រូវមានដូងខ្ចីដូងកោសណានៅពេលដែលខ្ញុំទិញដូងមកពីផ្សារហើយខ្ញុំកោសដោយដៃណាអត់មានម៉ាស៊ីនទេបងកោសម៉ាស៊ីនរឹតក៏ស្រួលមែនតើហើយសម្រាប់ដូងនេះមុនយកទៅធ្វើយើងត្រូវកោសឲ្យស្អាតសិនហើយសម្រាប់គ្រឿងផ្សំផ្សេងក៏មានម្សៅដំណើបឬក៏ស្ករក្រហមស្ករសបើសិនអត់មានស្ករត្នោតក្រហមទេក៏ប្រើស្ករសបានដែរហើយនេះគ្រឿងផ្សំគឺមានល្ងពណ៌សហ្នឹងណាហើយបន្ទាប់មកបងមានសរ៉ៃដីប្រើសរ៉ៃដីតែខ្ញុំមានអាម៉ុនខ្ញុំប្រើអាហ្នឹងគឺឆ្ងាញ់ដូចសរ៉ៃដីដែរហើយនេះគឺស្ករត្នោតនៅអាមេរិកក៏មានដែរព្រោះខ្ញុំទិញពីស្រុកខ្មែរមកហើយអញ្ចឹងហើយនៅស្រុកខ្មែរស្ករត្នោតក៏ធ្វើនំខ្មែរតែម្ដងគឺធ្វើនំគមស្នូលពិសេសស្នូលដូងតែពិសេសហើយសម្រាប់ដូងគឺខ្ញុំដាក់ខ្ទះក្តៅដើម្បីយកដូងហ្នឹងទៅរំលីងវាឲ្យស្ងួតឲ្យឈ្ងុយឡើងឈ្ងុយអត់មានឲ្យវាខ្លោចទេគ្រាន់តែឈ្ងុយយកចេញបន្ទាប់មកគឺល្ងនេះលាងខ្ទះស្អាតហើយក៏លាងល្ងហើយសម្រាប់ល្ងពណ៌សនេះខ្ញុំប្រើមកកញ្ចប់នឹងលេងវាទៅដើម្បីចូលចិត្តល្ងច្រើនដូងច្រើនហើយល្ងពណ៌សនេះដែរក៏អត់មានដាក់គ្រឿងផ្សំអីទេគ្រាន់តែលេងវាឲ្យស្រួយកាលណាបងដាក់ទាំងឆៅអញ្ចឹងគឺធំក្លិនអាក្រក់អញ្ចឹងលេងឲ្យឆ្អិនហើយស្រួយហើយសម្រាប់ដាក់ខ្ទះម្ដងទៀតគឺយកស្ករត្នោតហ្នឹងប្រើវាលេងស្ករត្នោតហ្នឹងកូរវាឲ្យឡើងក្រហមជើងក្រងកម្ៅឡើងក្លិនឈ្ងុយមែនតើបន្ទាប់មកឲ្យវាអន់កម្ដៅបន្តិចសុំចាក់ដូងហើយល្ងចូលជាមួយស្ករយើងលេងមិញហ្នឹងណាឆ្ងាញ់មែនតើគាត់តែចេញមកគឺឈ្ងុយខ្លាំងហើយសម្រាប់វីដេអូនេះខ្ញុំធ្វើកាត់លឿនដើម្បីបងងាយស្រួលស្ដាប់បានហើយធ្វើបានភ្លាមហើយស្លឹកចេកនេះដែរគឺទិញពីផ្សារនៅអាមេរិកក៏មានស្លឹកចេកដែររបៀបដូចខ្មែរដែរស្លឹកចេកនេះលើតលាងពីបេទឹកស្អាតជូតទឹកវាសិនហើយបន្ទាប់មកខ្ញុំយកទៅរោលជាមួយនឹងភ្លើងហ្គាសយើងណាភ្លើងដាំបាយហ្នឹងឲ្យទន់ហើយបានកាត់ជារាងឲ្យកបងទៅស្អាតណាកាត់បែបណាក៏បានដែរបងហើយបន្ទាប់មកក៏ដល់ថ្នាក់លាយម្សៅដល់ដំណាក់កាលលាយម្សៅហើយម្សៅនេះខ្ញុំមានប្រើរូបហ្នឹងម្សៅត្នោតក៏ត្នោតយើងតែប្រើមកអីក៏បានដែរឲ្យតែបងចូលចិត្តមកអីក៏ប្រើបានដែរម្សៅត្នោតខ្ញុំប្រើមួយថង់ទៅពីព្រោះស្នូលយើងច្រើនដែរហើយបន្ទាប់មុនដំបូងគឺខ្ញុំលាយម្សៅត្នោតជាមួយខ្ទិះដូងស្ករសលាយស្ករសសិនណាលាយស្ករសសិនដើម្បីឲ្យម្សៅហ្នឹងវាហុយជាមួយស្ករសរាយងាយស្រួលលាយមែនតើគឺចូលសពបន្ទាប់មកបានចាក់ខ្ទិះដូងកំប៉ុងណាចាក់ខ្ទិះដូងកំប៉ុងច្របល់ហើយបានចាក់ទឹកសាបយើងទឹកត្រជាក់នឹងហើយចុងក្រោយចាក់ទឹកក្តៅបន្តិចដើម្បីឲ្យស្វិតម្សៅនឹងមែនតើហើយគ្របទុកហើយបន្ទាប់មកយើងវិចទៅណាវិចនំគមឲ្យដាក់ចំហុយទៅណាវិចឲ្យ